ការចែករំលែកតិចតួចក្នុងកម្មវិធីទិវានារីអន្តរជាតិក្នុងនាមជាពិធីការនីប្រើប្រាស់ទាំងពីរភាសាដោយសារតែពេលវេលាយើងរៀងខាយដែរអញ្ចឹងដល់ថ្ងៃទើបនេះខ្ញុំមានពេល review script ហើយកែប្រែក្នុងពេលនឹងតែម្ដងតកតងទៅនឹង script នឹងដែរគឺផ្ដោតទៅលើ agenda ព្យាយាមពុំពលមានតាមដែលខ្ញុំអាចធ្វើទៅបានអ្វីដែលសំខាន់នោះគឺយើងត្រូវតែមកដល់កម្មវិធីឲ្យបានមុនតុបតែងខ្លួនឲ្យសមរម្យទៅតាមកម្មវិធីដែលយើងកាន់ check ជាមួយនឹងខាង technical បើសិនជាមានពេលក្នុងការសមជាមួយនឹង microphone ទៀតគឺកាន់តែល្អ complete ស្វែងរក key person ដែល confirm ក៏ដូចជាកែប្រែនៅទម្រង់ណាមួយនៃកម្មវិធីចាក្នុងនាមជាពិធីការនីគឺត្រូវតែរីករាយក្នុងការទទួលស្គាល់ក៏ដូចជាទទួលយកក្នុងការកែប្រែហើយបត់បែនទៅតាមកលៈទេសៈដែលធ្វើឲ្យអ្នកចូលរួមនឹងមិនមានអារម្មណ៍ថាកម្មវិធីមានការប្រែប្រួលអ្វីខ្លះមុននឹងកម្មវិធីចាប់ផ្ដើមដំណើរការនៅក្នុងវគ្គ pre announcement ព្យាយាមរំលេចនៅព័ត៌មានដែលអ្នកចូលរួមគួរតែដឹងប្រើប្រាស់ជាមួយនឹងទម្រង់សម្លេងធម្មតាប៉ុន្តែរក្សាបែប professional អ្វីដែលសំខាន់និងខ្វះបានជាងគេហ្នឹងណាគឺស្នាមញញឹមត្រូវតែញញឹមតាំងពីឈានជើងចូលកម្មវិធីរហូតដល់ឈានជើងចាក់ចេញពីកម្មវិធីសម្រាប់ការចែករំលែកមួយចំនួនទៀតនាងខ្ញុំនឹងមាននៅវីដេអូក្រោយចាសសូមអរគុណការចែករំលែកតិចតួចក្នុងកម្មវិធីទិវានារីអន្តរជាតិក្នុងនាមជាពិធីការនីប្រើប្រាស់ទាំងពីរភាសាដោយសារតែពេលវេលាយើងរៀងខាយដែរអញ្ចឹងដល់ថ្ងៃទើបនេះខ្ញុំមានពេល review script ហើយកែប្រែក្នុងពេលនឹងតែម្ដងតកតងទៅនឹង script នឹងដែរគឺផ្ដោតទៅលើ agenda ព្យាយាមពុំពលមានតាមដែលខ្ញុំអាចធ្វើទៅបានអ្វីដែលសំខាន់នោះគឺយើងត្រូវតែមកដល់កម្មវិធីឲ្យបានមុនតុបតែងខ្លួនឲ្យសមរម្យទៅតាមកម្មវិធីដែលយើងកាន់ check ជាមួយនឹងខាង technical បើសិនជាមានពេលក្នុងការសមជាមួយនឹង microphone ទៀតគឺកាន់តែល្អ complete ស្វែងរក key person ដែល confirm ក៏ដូចជាកែប្រែនៅទម្រង់ណាមួយនៃកម្មវិធីចាក្នុងនាមជាពិធីការនីគឺត្រូវតែរីករាយក្នុងការទទួលស្គាល់ក៏ដូចជាទទួលយកក្នុងការកែប្រែហើយបត់បែនទៅតាមកលៈទេសៈដែលធ្វើឲ្យអ្នកចូលរួមនឹងមិនមានអារម្មណ៍ថាកម្មវិធីមានការប្រែប្រួលអ្វីខ្លះមុននឹងកម្មវិធីចាប់ផ្ដើមដំណើរការនៅក្នុងវគ្គ pre announcement ព្យាយាមរំលេចនៅព័ត៌មានដែលអ្នកចូលរួមគួរតែដឹងប្រើប្រាស់ជាមួយនឹងទម្រង់សម្លេងធម្មតាប៉ុន្តែរក្សាបែប professional អ្វីដែលសំខាន់និងខ្វះបានជាងគេហ្នឹងណាគឺស្នាមញញឹមត្រូវតែញញឹមតាំងពីឈានជើងចូលកម្មវិធីរហូតដល់ឈានជើងចាក់ចេញពីកម្មវិធីសម្រាប់ការចែករំលែកមួយចំនួនទៀតនាងខ្ញុំនឹងមាននៅវីដេអូក្រោយចាសសូមអរគុណការចែករំលែកតិចតួចក្នុងកម្មវិធីទិវានារីអន្តរជាតិក្នុងនាមជាពិធីការនីប្រើប្រាស់ទាំងពីរភាសាដោយសារតែពេលវេលាយើងរៀងខាយដែរអញ្ចឹងដល់ថ្ងៃទើបនេះខ្ញុំមានពេល review script ហើយកែប្រែក្នុងពេលនឹងតែម្ដងតកតងទៅនឹង script នឹងដែរគឺផ្ដោតទៅលើ agenda ព្យាយាមពុំពលមានតាមដែលខ្ញុំអាចធ្វើទៅបានអ្វីដែលសំខាន់នោះគឺយើងត្រូវតែមកដល់កម្មវិធីឲ្យបានមុនតុបតែងខ្លួនឲ្យសមរម្យទៅតាមកម្មវិធីដែលយើងកាន់ check ជាមួយនឹងខាង technical បើសិនជាមានពេលក្នុងការសមជាមួយនឹង microphone ទៀតគឺកាន់តែល្អ complete ស្វែងរក key person ដែល confirm ក៏ដូចជាកែប្រែនៅទម្រង់ណាមួយនៃកម្មវិធីចាក្នុងនាមជាពិធីការនីគឺត្រូវតែរីករាយក្នុងការទទួលស្គាល់ក៏ដូចជាទទួលយកក្នុងការកែប្រែហើយបត់បែនទៅតាមកលៈទេសៈដែលធ្វើឲ្យអ្នកចូលរួមនឹងមិនមានអារម្មណ៍ថាកម្មវិធីមានការប្រែប្រួលអ្វីខ្លះមុននឹងកម្មវិធីចាប់ផ្ដើមដំណើរការនៅក្នុងវគ្គ pre announcement ព្យាយាមរំលេចនៅព័ត៌មានដែលអ្នកចូលរួមគួរតែដឹងប្រើប្រាស់ជាមួយនឹងទម្រង់សម្លេងធម្មតាប៉ុន្តែរក្សាបែប professional អ្វីដែលសំខាន់និងខ្វះបានជាងគេហ្នឹងណាគឺស្នាមញញឹមត្រូវតែញញឹមតាំងពីឈានជើងចូលកម្មវិធីរហូតដល់ឈានជើងចាក់ចេញពីកម្មវិធីសម្រាប់ការចែករំលែកមួយចំនួនទៀតនាងខ្ញុំនឹងមាននៅវីដេអូក្រោយចាសសូមអរគុណ